ធ្វើម៉េចឲ្យ brand អាជីវកម្មយើងល្បីជំរាបសួរបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយថាយើងធ្វើម៉េចដើម្បីឲ្យ brand អាជីវកម្មយើងល្បីរាល់ថ្ងៃហ្នឹងយើងអត់ដឹងទេភ្ញៀវខ្ញុំមួយថាអូលោកគ្រូចង់ធ្វើម៉េចធ្វើឲ្យ brand អាជីវកម្មខ្ញុំល្បីខ្ញុំថាអូនឯងបន្តពង្រីកសាខាគាត់ថាអីលោកគ្រូរាល់ថ្ងៃគេលក់ online ដើម្បី brand អាជីវកម្មល្បីអត់ទេការមានសាខាច្រើនធ្វើឲ្យ brand អាជីវកម្មល្បីឧទាហរណ៍ណែឯងមានហាងកាហ្វេមួយតែគេពង្រីក50សាខាមួយសាខាតើអតិថិជនមានទំនុកចិត្តមួយណាទៀតឥឡូវអាណាក៏ធ្វើអនឡាញដែរអនឡាញដូចគ្នាគេមានទំនុកចិត្តទៅលើ50សាខាបុគ្គលិកធ្វើការមួយសាខាឬ50 supplier ដាក់អីវ៉ាន់សម្រាប់មួយសាខាឬ50សាខា50 investor យើងពីទី1ទៅទី2គេ50ទៅ51គេ invest មួយណាយក51គេអត់យក1ទៅ2ទេអញ្ចឹងអតិថិជនណាមនុស្ស4ប្រភេទដែលមានទំនុកចិត្តមួយយើងគឺបុគ្គលិកអតិថិជន supplier investor ទំនុកចិត្តទៅលើ branding យើងដោយសារយើងពង្រីកសាខាបានច្រើនយើងពង្រីកសាខាច្រើនអញ្ចឹងធ្វើម៉េចការរើស៊ីគឺរើអីមិនមែនដើម្បី brand ល្អទេដើម្បីប្រាក់ចំណេញល្អដើម្បីប្រាក់ចំណេញល្អគេធ្វើម៉េចគឺបន្តពង្រីកគីកម្មនិងពង្រឹងសមត្ថភាពបុគ្គលិកហើយទន្ទឹមនឹងនោះគេត្រូវការបង្កើនចំណូលនិងកាត់បន្ថយចំណាយធ្វើម៉េចដើម្បីចំណូលយើងកើនបានល្អយើងត្រូវតែពង្រឹងផ្នែកទីផ្សារឲ្យបាន 80% មើលលទ្ធផល operation ឲ្យបាន 20 មើល finance 10% មើល HR 10% ទៀតអាជីវកម្មយើងរីកចម្រើនហើយអាជីវកម្មយើងរីកចម្រើនហើយបាទអញ្ចឹងការពង្រឹងទីផ្សារឲ្យបានល្អយើងត្រូវធ្វើម៉េចការពង្រឹងទីផ្សារឲ្យបានល្អ branding នេះជាបំណែកមួយដែលធ្វើឲ្យអាជីវកម្មយើងបានល្អពង្រឹងការផ្សព្វផ្សាយអីផ្សេងទៅទៀតធ្វើម៉េចយើងពង្រីកសាខាបានច្រើនហើយពង្រឹង operation យើងឲ្យល្អជាងដៃគូប្រកួតប្រជែងសាខាយើងបានបន្តបន្ទាប់ភ្ញៀវមកចូលមកភ្លក់ផលិតផលកាហ្វេយើងទឹកសដែកយើងឆ្ងាញ់ជាងដៃគូហើយយើងពង្រីកសាខាជាបន្តបន្ទាប់នឹងឲ្យ branding អាជីវកម្មល្អនៅពេលដែល branding អាជីវកម្មល្អយើងមានចំណូលល្អនិងមានប្រាក់ចំណេញច្រើនហើយអញ្ចឹងម្ចាស់អាជីវកម្មត្រូវចាត់ទុកផលិតផលនិងសេវាកម្មយើងធ្វើម៉េចឲ្យល្អជាងដៃគូហើយពង្រីកសាខាបានច្រើនទើប branding អាជីវកម្មបានល្អអញ្ចឹងអតិថិជនមានទំនុកចិត្តទៅលើផលិតផលឬសេវាកម្មឬ branding គឺមានទំនុកចិត្តលើ branding មិនមែនផលិតផលល្អឬបុគ្គលិកល្អមកធ្វើទេប៉ុន្តែវាមិនខុសអានឹងជារឿងផ្ទៃក្នុងយើងទេប៉ុន្តែអ្វីដែលអតិថិជនមានទំនុកចិត្តគឺ branding អាជីវកម្មនៅពេលដែល branding អាជីវកម្មមើលបានល្អ business យើងដើរល្អធ្វើឲ្យយើងមានប្រាក់ចំណេញច្រើនតោះយើងមើលទាំងអស់គ្នាបាទទី1ដើម្បីឲ្យប្រាក់ចំណេញយើងកើនឡើងជាលំដាប់ពីមួយខែទៅខែយើងត្រូវការបន្តធ្វើម៉េចធ្វើឲ្យចំណូលយើងកើននិងកាត់បន្ថយចំណាយបានចំណេញយើងកើនខ្ពស់ហើយបាទទី2ដើម្បីចំណូលយើងកើនយើងត្រូវការពង្រឹងទីផ្សារឲ្យបានល្អពង្រឹង operation យើងឲ្យល្អជាងដៃគូអានឹងចំណូលយើងកើនខ្លាំង 100% បាទដើម្បីពង្រឹងទីផ្សារឲ្យបានល្អយើងធ្វើឲ្យ branding អាជីវកម្មយើងបានល្អទើបលក់បានចំណូលខ្ពស់បាទអតិថិជនមានទំនុកចិត្តលើ brand អាជីវកម្មជាងលើបុគ្គលិកផលិតផលឬសេវាកម្មល្អហ្នឹងហើយគេឲ្យតម្លៃទៅលើ branding គេមិនមែនឲ្យតម្លៃទៅលើផលិតផលល្អឬសេវាកម្មល្អទេទី5ដើម្បីឲ្យ branding អាជីវកម្មយើងល្បីយើងត្រូវការពង្រីកសាខាបានច្រើនហើយនឹងបន្តពង្រឹងណាពង្រឹងហើយ update ផលិតផលឬសេវាកម្មយើងឲ្យល្អជាងដៃគូប្រកួតប្រជែងទៀតធ្វើឲ្យ branding អាជីវកម្មយើងល្អមានប្រាក់ចំណេញច្រើនហើយបាទអញ្ចឹងអរគុណច្រើនបងប្អូនជាម្ចាស់អាជីវកម្មដែលបានចូលរួមទស្សនាបងប្អូនចង់បានវីដេអូថ្មីជាមាន page មាន TikTok មាន YouTube ថាឈ្មោះថាអំណោយទានជួយ like ជួយ subscribe បានជាប្រយោជន៍ទាំងអស់គ្នាបាទអរគុណច្រើនបាទ